នគរបាលខេត្តតាកែវបានធ្វើការឃាត់ខ្លួនជនសង្ស័យឆក់កាបូបនិងជួញដូរគ្រឿងញៀនបានចំនួន16នាក់ក្នុងពីករណីផ្សេងគ្នាក្រោយធ្វើប្រតិបត្តិការឈានទៅកំណត់មុខសញ្ញាឃាត់ខ្លួនបានជាបន្តបន្ទាប់យោងតាមរបាយការណ៍របស់ផែនការងារនគរបាលព្រំប្រទានខេត្តតាកែវនាថ្ងៃទី1ខែមេសាឆ្នាំ2025បានឲ្យដឹងថាមួយបទល្មើសព្រំប្រទាន2លើករួមមានថ្ងៃទី30ខែមិនិនាឆ្នាំ2025នៅលើដងផ្លូវលេខ129ស្ថិតក្នុងភូមិព្រៃឈើទាលឃុំព្រៃផ្ដៅស្រុកព្រៃកបាស់ខេត្តតាកែវមានករណីអំពើលួចឆក់កាបូបស្ពាយមិនបានសម្រេចកើតឡើងជនសង្ស័យមានគ្នា2នាក់ទី1ឈ្មោះវីសាម៉ាឌីភេទប្រុសអាយុ19ឆ្នាំស្រុកកំណើតភូមិអន្លង់សានឃុំព្រៃស្ដីស្រុកកោះធំខេត្តកណ្ដាលបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញនិងទី2ឈ្មោះជាសាម៉ាឌីភេទប្រុសអាយុ25ឆ្នាំស្រុកកំណើតភូមិព្រៃញៀតឃុំបាធាតស្រុកកំពង់ត្របែកខេត្តព្រៃវែងបច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីសង្កាត់ចោមចៅ2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ីគីនិចពណ៌សស៊េរីឆ្នាំ2020ពាក់ស្លាកលេខភ្នំពេញ 1KI 5066បានធ្វើសកម្មភាពឆក់កាបូបស្ពាយតែមិនបានសម្រេចពីជនរងគ្រោះម្នាក់មិនស្គាល់អត្តសញ្ញាណភេទស្រីជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅបណ្ដាលឲ្យរងរបួសដួលម៉ូតូក៏បានប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុមកជួយលើកជនរងគ្រោះនិងជិះម៉ូតូតាមជនសង្ស័យទាំងពីរតែតាមមិនទាន់ក៏រាយការណ៍មកសមត្ថកិច្ចគោលដៅប្រចាំការ24ម៉ោងសៃវ៉ាចំណែកជនរងគ្រោះក៏ជិះម៉ូតូបន្តដំណើរទៅបាត់ទៅក្រោយពីទទួលព័ត៌មានមន្ត្រីនគរបាលយុត្តិធម៌បានស្ទាក់ឃាត់បានជនសង្ស័យទាំងពីរនាក់ខាងលើយកមកដើម្បីសាកសួររួចជនសង្ស័យទាំងពីរបានសារភាពថាពិតជាបានឆក់កាបូបពីអ្នកដំណើរតែមិនបានសម្រេចនិងបណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូប្រកាសមែនបន្ទាប់មកកម្លាំងបានកសាងក្នុងរឿងតាមនីតិវិធីដោយឡែកក្នុងករណីទី2កាលពីថ្ងៃទី29ខែមិនិនាឆ្នាំ2025កម្លាំងជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកបាទីបានធ្វើការល្បាតក្នុងភូមិសាស្ត្រស្រុកបាទីដល់ចំណុចភូមិពូនភ្នំឃុំលំពងស្រុកបាទីខេត្តតាកែវក៏ស្រាប់តែប្រទះឃើញមនុស្សចំនួន2នាក់ទី1ឈ្មោះហៃមេងហងភេទប្រុសអាយុ32ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិសង្កែឃុំទំពាំងសាបស្រុកបាទីខេត្តតាកែវជាមុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទីនិងទី2ឈ្មោះមីម៉ុនភេទប្រុសអាយុ26ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិពូនភ្នំឃុំលំពងស្រុកបាទីខេត្តតាកែវជាមុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រឃុំលំពងគួរឲ្យសង្ស័យខណៈនោះកម្លាំងសមត្ថកិច្ចនគរបាលបានហៅដើម្បីសុំធ្វើការពិនិត្យឆែកឆេរភ្លាមនោះជនសង្ស័យទាំងពីរនាក់ខាងលើមិនព្រមសហការព្យាយាមរត់គេចខ្លួនប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ឈ្មោះហៃមេងហងនិងបានឆែកឆេរត្រួតពិនិត្យរកឃើញវត្ថុតាងមានដូចជាកាំភ្លើងខ្លីម៉ាកឡុក17 Gen 5 ពណ៌ខ្មៅលេខ AH CH 620ចំនួន1ដើមនិងម្សៅក្រាមពណ៌សថ្លាសារធាតុខុសច្បាប់ចំនួន3កញ្ចប់តូចរីឯជនសង្ស័យឈ្មោះមីម៉ុនរត់គេចខ្លួនបាត់ស្រមោលថ្ងៃខែឆ្នាំដដែលកម្លាំងជំនាញនគរបាលយុត្តិធម៌បានឃាត់ខ្លួនជនសង្ស័យឈ្មោះហៃមេងហងនិងដកហូតវត្ថុតាងដែលបានរៀបរាប់ខាងលើយកមកអធិការដ្ឋានស្រុកបាទីដើម្បីធ្វើការសាកសួរជនសង្ស័យឈ្មោះហៃមេងហងបានឆ្លើយសារភាពថាវត្ថុតាងកាំភ្លើងខ្លីម៉ាកឡុក17 Gen 5 ពណ៌ខ្មៅលេខ AH CH 620ចំនួន1ដើមនិងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុខុសច្បាប់ចំនួន3កញ្ចប់តូចខាងលើពិតជារបស់ខ្លួនពិតប្រាកដមែនចំណែកឯកាំភ្លើងខ្លីដែលមានភិនភាគខាងលើគឺប្រើសម្រាប់ទុកបាញ់ការពារខ្លួនក្នុងពេលចល័តចែកចាយគ្រឿងញៀនទៅតាមគោលដៅនានាចំណែកឯគ្រឿងញៀនដាច់ខ្លួនយកមកលក់ក្នុងភូមិសាស្ត្រស្រុកបាទីរាល់លើករួមទាំងកាំភ្លើងខ្លីដែលប្រើប្រាស់សម្រាប់ទុកបាញ់ការពារខ្លួនក្នុងពេលចល័តចែកចាយគ្រឿងញៀនគឺជារបស់មេខ្លោងធំឈ្មោះពេជ្រគឹមឡុងភេទប្រុសនៅឯខេត្តកំពង់ឆ្នាំងទាំងអស់កម្លាំងជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកបាទីបានបន្តឃាត់ជនសង្ស័យដែលពាក់ព័ន្ធក្នុងករណីខាងលើបានជាបន្តបន្ទាប់ចំនួន14នាក់បន្ថែមទៀតទី1ឈ្មោះទីនសិតហៅឈិតភេទប្រុសអាយុ30ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភ
ភូមិពូនភ្នំឃុំទំពាំងសាបស្រុកបាទីខេត្តតាកែវជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទីនិងជាមុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបងខេត្តតាកែវខេមពពព័ត៌មានថ្មីគ្រប់វិនាទី